របៀបភ្ជាប់ជៀនដំបូងបងដាក់សាកថ្មឲ្យមានថ្មសិនមកដកចេញពីប្រអប់មកហើយបង download app ណាហ្នឹងហើយខ្ញុំ download រួចហើយអញ្ចឹងយើងចូលភ្ជាប់ចូលទៅក្នុង app អញ្ចឹងគឺអត់ទាន់បានភ្ជាប់ទេហ្នឹងហើយយើងចេញភ្ជាប់វាមកចាំវាបន្តិចអូខេអានេះយើងភ្ជាប់វាបានហើយវាលោតមានភាគរយថ្មមានអីហ្នឹងកាលណាជាប់អញ្ចឹងមកទៅជាប់ហើយវាលោតឲ្យយើងដល់ Bluetooth ផង pair ដើម្បីយើងអាច connect បានអញ្ចឹងបងចង់ប្រើ remote control វាមាន2 function ទី1 touch control ទី2 gesture control ប៉ុន្តែពីរហ្នឹងគឺយើងបើយើងបើកមួយគឺប្រើបានតែចឹងនិយាយថាយើងបើកបានតែមួយទេយើងប្រើ touch control គឺgesture control នេះប្រើបានទេអញ្ចឹងទៅយើងចង់ប្រើនេះចូលបើកវាមកដល់ពេលយើងចូលបើកវាហើយវាមានបែបនេះវាប្រាប់អ្នក sleep time 3 minute មានន័យថា3 minute វា sleep ឲ្យយើងបញ្ជាលេខបានហើយអានេះយើងកំណត់បានទេហ្នឹងណាអញ្ចឹងពេលវា sleep តើយើងបើកវាយើងដាស់វាអានេះយើងចង់បើកជាបទចម្រៀងទៅថយក្រោយវា stop បទចម្រៀងអញ្ចឹងទៅអានេះ short video បើយើងដាក់ short video នេះអានឹងគឺមានន័យថាយើងអូស TikTok អូសអីហ្នឹងណាហ្នឹងហើយអូស Facebook អីអញ្ចឹងទៅហើយបើយើងចង់ថតរូបយើងបញ្ជានៅយើង click នៅនេះអញ្ចឹងមុខងារទាំងអស់នេះគឺយើងអាចរើសយកតែមួយឯងមានន័យថាបើយើងចង់ថតរូបគឺ click អាហ្នឹងមកអូខេចាំមើលខ្ញុំ click អាហ្នឹងមកឥឡូវខ្ញុំបើកហើយឥឡូវយើងទៅថតរូប